Bà group trong miệng xua bông phong từng ngọc này bà ngày nay nhom miền bát thiên là bọt môi đầm bay lược dầu mọc chảy dòng lệ bông phong từng ngọc này bát thiên là bọt nóคือយើងដាក់ចំណងជើងថាជំនាញសតវត្សទី21 21st century skill ថាតើប្រធានបទនេះនឹងលើកបង្ហាញអំពីអីខ្លះសម្រាប់បកស្រាយចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងទៅដល់ចំណុច1 2 3 4 5អញ្ចឹងទៅយើងត្រូវឆ្វេងយល់អំពីពាក្យថាជំនាញសតវត្សទី21 21st century skill នេះថាតើជំនាញនេះគេចង់សំដៅទៅលើអីក្នុងពេលបច្ចុប្បន្ននេះក្នុងនាមយើងជាយុវជនដែលរស់នៅក្នុងសកលលោកដែលយើងមានប្រទេសនីមួយៗយើងត្រូវដើរតាមឲ្យទាន់សកលលោកពីព្រោះយើងឃើញថាពិភពលោកយើងបច្ចុប្បន្ននេះគឺមានការប្រកួតប្រជែងគ្នាខ្លាំងទាំងទៅលើសម្ភារៈទាំងទៅលើ technology និងឧបករណ៍ផ្សេងៗថ្មីតែនៅក្នុងវិស័យសិក្សាក៏មានការប្រកួតប្រជែងគ្នាខ្លាំងដែរអញ្ចឹងថ្ងៃនេះខ្ញុំលើកយកប្រធានបទនេះឡើងគ្រាន់តែជាការចែករំលែកទៅតាមចំណេះដឹងតិចតួចស្ដួចស្ដើងរបស់ខ្ញុំបាទចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីជាបំណិនសម្រាប់យកទៅការគិតពិចារណាតែប៉ុណ្ណោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកជំនាញនៅក្នុងសតវត្សទី21ដែលខ្ញុំលើកយកកត្តាចំនួន3សំខាន់បាទ3សំខាន់នៅក្នុងកត្តាទី1នៅក្នុងកត្តាទី1គឺនិយាយពាក់ព័ន្ធនឹងជំនាញទៅលើការសិក្សា learning skill ថាតើជំនាញនៅក្នុងការសិក្សានេះយើងត្រូវរៀបចំខ្លួនដូចម្ដេចដើម្បីឲ្យការសិក្សារបស់យើងនេះទទួលបាននៅប្រសិទ្ធភាពល្អប្រសិទ្ធភាពខ្ពស់ទី2បាទទី2គឺនិយាយពាក់ព័ន្ធទៅនឹងជំនាញអក្ខរកម្ម literacy skill បាទ literacy skill ដែលយើងជាជំនាញដែលយើងស្ថិតនៅក្នុងការអានព័ត៌មានការមើលការអីជាដើមនៅក្នុងចំណុចទី2ចំណុចទី3បាទចំណុចទី3គឺនិយាយពាក់ព័ន្ធទៅនឹងបំណិនជីវិត life skill អញ្ចឹងនៅក្នុង life skill បំណិនជីវិតនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងថាតើយើងគួរតែមានអិរិយាបថយើងគួរតែមានសកម្មភាពដូចម្ដេចដើម្បីឲ្យការរស់នៅរបស់យើងនេះប្រកបទៅដោយមានភាពសុខដុមរមនាបាទអញ្ចឹងឥឡូវខ្ញុំចូលទៅចំណុចទី1ដែលយើងនិយាយពាក់ព័ន្ធទៅនឹងជំនាញទៅលើការសិក្សា learning skill ថាតើនៅក្នុងជំនាញទៅលើការសិក្សាយើងត្រូវមានអីខ្លះណាយើងដឹងហើយថាសម័យសតវត្សទី21សម័យបច្ចុប្បន្ននេះការសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនសម្រាប់មនុស្សទាំងអស់នៅលើសកលលោកពីព្រោះយើងត្រូវអភិវឌ្ឍខ្លួនឯងយើងត្រូវធ្វើខ្លួនឯងឲ្យមានសមត្ថភាពដែលជាតម្រូវការរស់នៅប្រចាំថ្ងៃរបស់យើងផងក៏ដូចជាតម្រូវការទីផ្សារការងារផងក៏ដូចជាតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក៏ដូចជាការអភិវឌ្ឍពិភពលោកផងដែរអញ្ចឹងជំនាញលើការសិក្សានេះពិតជាមានសារៈសំខាន់ហើយការសិក្សាមិនថាប្រទេសកម្ពុជារបស់យើងមិនថាប្រទេសដទៃទេគឺគេផ្ដោតសំខាន់ណាស់ពីព្រោះការសិក្សាគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សអភិវឌ្ឍមូលធនមនុស្សរហូតទៅដល់អភិវឌ្ឍជាតិទាំងមូលផងដែរអញ្ចឹងនៅក្នុងជំនាញលើការសិក្សា learning skill នេះខ្ញុំលើកយកកត្តាចំនួន4នៅក្នុងចំណុចទី1នេះលើកកត្តាចំនួន4ដែលយើងត្រូវលើកយកមកបទបង្ហាញប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងកត្តាទី1គឺនិយាយពាក់ព័ន្ធទៅនឹងការត្រេះរិះគិតឬក៏ការគិតបែបស៊ីជម្រៅ critical thinking ថាតើការគិតបែបស៊ីជម្រៅស្ថិតនៅក្នុងជំនាញលើការសិក្សានេះយ៉ាងម៉េចនៅពេលដែលយើងទៅសិក្សារៀនសូត្រនៅតាមស្ថាប័នសាលាទាំងរដ្ឋទាំងឯកជនក៏ដោយការទៅសិក្សារៀនសូត្រគឺយើងត្រូវឆ្លងកាត់ការគិតការពិចារណាការវិភាគ analyze ថាតើមេរៀនខ្លឹមសារឬក៏អ្វីដែលលោកអ្នកគ្រូលោកបានបង្ហាត់បង្ហាញយើងអំពីចំណេះជំនាញផ្សេងថាតើអ្វីដែលគាត់បានបង្ហាត់បង្ហាញឬក៏ខ្លឹមសារមេរៀននេះវាត្រឹមត្រូវដែរឬទេវាមានភាពជាក់ស្ដែងដែរឬទេវាមានភាពប្រកបប្រជាដែរឬទេហើយបើសិនជាវាមានភាពជាក់ស្ដែងហើយបើសិនបើវាមានភាពប្រកបប្រជាបើវា logic បើវាល្អក៏ពិតមែនតើវាមានហេតុផលអីខ្លះដែលអាចបញ្ជាក់បានថាវាពិតជាមានភាព logic វាពិតជាមានភាពប្រកបប្រជា
dân mình mến còn tại dương cùi đạp cùi an cùi mưa hai dương chết tại chưa từ lơ ở với đá nơi không ăn tập bọt nơi không sập hơi nâng tập xe đấy cứ dương tới tái chlong cắt nơiปัญญาเยียนมาเยื้องบ่าถือใจพิจิตรพิจารณาดำใบโรคให้เท่านั้นพอถ้าตาเวทรำตรอดบ่าถ้าตาเวทรำตรอดจังโดยในขนมตัวอ่องระบอกเนี่ยศึกษาบอกขมายบ่เยื้องได้สำนักประซองกระเรียจูนาปะอ่องบานชาในขนมเวชนาในกรอมบ่ปะอ่องได้ในเย่เปียปอนแต่นังโสเจโปลิจังในขนมโสเจโปลินั่งโกในเย่เปียปอนแต่นังจะนัดตีปีคือในเย่อมปีเจเจ๊คือมองไปเปียแต่จันตะกาเกิดกาไตรริกาปิจารณาโรคหายพ่อโรคเพียบข้อหอยนึงเพียบตรำตรือถ้าตาวิมินแหละขั้นแบบใหม่มันเหมือนก่อนกาสดับเกก่อนลือเกธาเจ๊แต่เชื่อเกลืออันสะเพอนั่งเจ๊แต่เชื่อเกเตียงเดี๋ยวยังอัดบานศักษาสาวชิโร่ประพบฉบับล้อยังเจ๊แต่เชื่อเกเกิดการอย่างจังขนมเนียมยังรุ่นในขนมสัตว์วัตตีมาพอยมวยยังเต๋อแต่ศักษาเรียนโซแต่ยจะตกด่าหายคือยืงเต๋อแต่สดับหรือเต๋อแต่มือหรือแต่อ่านหายเต๋อชลองกัดกากิดอัดบานละอ่อนจิมุนสันบ่าเธอกิดอัดบานละอ่อนจิมุนสันยังจะน้อยตีมวยนี่ขยมบอกสายใครแต่ปันนังเต้แต่ดอจะน้อยตีปีในขนมจะน้อยตีปีคือในเยี่ยมปีเพียบชนัยประดิษฐ์หรือกูปลาเปียไปใจกับเต้มวยกับหาธาประติทันเงียนบ่าประติทันเงียนบานในธาชนัยประดิษฐ์ชนัยประดิษฐ์อย่างไรบ่ยืงเคยธาระบอบแต่งนึงหรือกูคลำซาเมเรียนนึงเวียแบบหนึ่งจังยืงอาโรควิธีศาสตร์ดำไปชนัยประดิษฐ์โรควิธีศาสตร์ดำไปดอกสายปัญหานั้นเอากันแต่เมียนเพียบภาษาเอากันแต่เมียนเพียบละอเชียงมุนเอากันแต่เมียนเพียบเรฟเฟกจึงมุนอาการแต่เมียนเพียบระห้าจึงมุนประสัตเพียบละอจึงมุนยังยืงเตอแต่เมียนเพียบชนัยประดิษฐ์ในขนมไก่กามือเหมยอุติฮอถ้าบ่สันจะยืงเรียนยังยืงเรียนตายยืงกัวแต่เมียนเพียบชนัยประดิษฐ์ไอ้ยังมัดดำไปอาการศึกษาบ่ยืงนี้การแต่ตัวบานพอเลื่อนหายยืงตัวบานประสัตเพียบขบเรียนจำนายเปย์เมาเลยคนนี้ถ้าตาการจำนายเปย์เมาเลยคนนี้นั่นแหละถ้าตายืงกัวแต่มีวิธีศาสตร์อย่างมัดยืงดำไปชนัยประดิษฐ์เมาเลยคนนี้นั่งเอายืงตัวบานในรัฐพอภาษาจึงมุนอันนั้นคือเปียปอนนั่ง creativity คือเปียปอนแต่นั่งเพียบชนัยประดิษฐ์จังเพียบชนัยประดิษฐ์นั่งยืงการจังปีคลูนบ่ยืงมาเนี่ยยืงโรคปีเคยโรคในเพียบคลังบ่ยืงเอาเคยvà โรคเพียบคลังบ่ยืงเอาเคยให้ยืงชนัยประดิษฐ์เวียเอาวิจัยตัวจีรูปเพียบเอาวิจัยตัวจีรูปเรียมเอาวิจัยตัวจีสกรรมเอาเพียบในเป็นโน้ให้เพียบชนัยประดิษฐ์บ่ยืงอาจนั่งตัวบ้านในเพียบโจกใจอาจตัวบ้านในเพียบละอภาษาบ้านก็ปัญได้เพียบชนัยประดิษฐ์บ่ยืงคือมันอาจเจ้าในการศึกษาช่วยยลอมปีเอาไว้ได้ยืงบ้านการลาหอยได้รูปมนจักยืงอภิวัตสาบจอบบังการในรูปมนทำไมบ่ายังนี่เชี่ยจำนวนที่ปีtừ cho nó tí bảy bà từ cho nó tí bảy cứ như dây bẹ pon từ nâng cách xã hạ pron để bát cả bà nếu không cách xã hạ pron để bát cả ní bất chỉ miền xã sầm khăn này vì phù dương khơi tha ca sặc xa cái đây ca thưa ca nghe cái đấy dương mình mẹ nó ru nơi tay mình nè ai thế dương mình mẹ nó riêng tay mình nè ai thế dương mình mẹ thưa ca tay mình nè ai thế chân dương từ xã hạ cả hay xã hạ ca ní xã hạ caอย่างไรchỉ thoa mà đa ca sặc xá vì miền lạ cả nạ chỉ ai cái chốn vì miền lạ cả nạ chỉ crom chẳng dương xã hạ ca từ lơ chỉ môi nâng mật khẽ bảo dương đại quạt cầm pông tài ruom chip ca sặc xa chỉ môi nâng dương xã hạ ca chỉ môi quạt dương xã hạ ca chỉ môi cru dương xã hạ ca chỉ môi lục bụng này mà đai đòi cách ca xem nộp về để dương miền chúng nó dương ai su từ can mật khẽ dương ban chay nếu cách ca kia thưa hơi dương ở hai hơi dương bộ sai chạy chun kia từ vinh từ một từ tam học với đấy dương mà nè ai vô khơi bàn dương sẽ hạ ca cho môi lục cru này cru bà không cả ở đây cho nó nam môi để dương ọt vô dương ai xong ca recommend bị quát đầm mây từ tua ban nơi ở vậy để mấy rồi dương ăn đồ vọt về
លោកពុកអ្នកម្ដាយក៏ដូចគ្នាពីព្រោះលោកពុកអ្នកម្ដាយយើងចាត់ទុកលោកថាជាគ្រូខាងដើមបានន័យថាលោកបង្រៀនយើងមុនគេអញ្ចឹងលោកអាចនឹងមានកិច្ចការខ្លះលោកអាចជួយយើងបានល្អមែនតើនៅក្នុងផ្ទះរបស់យើងពីព្រោះលោកឪពុកអ្នកម្ដាយមិនប្រកាសថាគាត់រវល់ការងារមិនមែនគាត់ថាគាត់មិនមែនជាគ្រូគាត់អត់ចេះពេលទីខ្លះគាត់មិនមែនជាគ្រូមែនប៉ុន្តែបំណិនជីវិតចំណេះដឹងរបស់គាត់គឺទូលំទូលាយណាបាទគឺទូលំទូលាយណាអញ្ចឹងcollaboration ហ្នឹងគឺមានសារៈសំខាន់ណាស់នៅក្នុងជំនាញលើការសិក្សាពីព្រោះបើយើងទទួលបានជំនាញលើការសិក្សាចង់ឲ្យជំនាញលើការសិក្សារបស់យើងនេះល្អប្រសើរបានយើងត្រូវមានកិច្ចសហប្រតិបត្តិការអញ្ចឹងកិច្ចសហប្រតិបត្តិការនេះគឺពិតជាមានសារៈសំខាន់ណាស់សូម្បីតែក្រុមហ៊ុនសូម្បីតែប្រទេសក៏យើងមានការទំនាក់ទំនងគឺយើងមានការសហប្រតិបត្តិការភាពជាដៃគូគ្នាដែរសូម្បីតែក្រុមហ៊ុនខ្លះគឺមានភាពជាដៃគូគ្នាក្នុងការផលិតអីមួយហ្នឹងទៅប្រទេសជាតិក៏ដូចគ្នាប្រទេសជាតិគឺត្រូវមានសហប្រតិបត្តិការជាមួយរវាងប្រទេសមួយនិងប្រទេសមួយដើម្បីជួយសម្រួលដើម្បីជួយកិច្ចការងារផ្សេងៗនៅក្នុងសកម្មភាពរស់នៅរបស់ប្រជាជនរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗជួយសម្រួលដល់កិច្ចការផ្សេងៗផងដែរបាទនេះជាចំណុចកត្តាទី3នៅក្នុងជំនាញលើការសិក្សាដែលនិយាយពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ collaboration ឥឡូវទៅដល់កត្តាទី4នៅក្នុងកត្តាទី4ជារឿងដែលសំខាន់មួយនៅក្នុងចំណោមរឿងទាំង4គឺពាក់ព័ន្ធទៅនឹងការទំនាក់ទំនង communication អញ្ចឹងការទំនាក់ទំនងនេះពិតជាមានសារៈសំខាន់ណាស់ដូចវាស្តៀងទៅនឹងចំណុចទី3ដែរក៏ប៉ុន្តែការទំនាក់ទំនងនេះគឺយើងត្រូវតែបង្កើតនៅមិត្តភាពនៅក្នុងថ្នាក់រៀនបង្កើតមិត្តភាពនៅក្នុងកន្លែងធ្វើការបង្កើតមិត្តភាពនៅមនុស្សជុំវិញខ្លួននៅក្នុងសង្គមពីព្រោះបើយើងចង់សិក្សារៀនសូត្រឲ្យកាន់តែទទួលបាននៅប្រសិទ្ធផលកាន់តែខ្ពស់តើតែយើងមានទំនាក់ទំនងល្អជាមួយបុគ្គលម្នាក់ទៅបុគ្គលម្នាក់អញ្ចឹងការទំនាក់ទំនងនេះពិតជាមានសារៈសំខាន់មែនទែនទៅទីណាក៏ដោយរឿងទំនាក់ទំនងនេះដែលយើងអាចទៅរស់នៅតំបន់ណាក៏ដោយរស់នៅចាក់ឆ្ងាយពីផ្ទះក៏ដោយឬមួយក៏យើងរស់នៅក្នុងផ្ទះយើងត្រូវមានទំនាក់ទំនងជាមួយនឹងសមាជិកគ្រួសារយើងទៅសាលាយើងមានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិរួមថ្នាក់មិត្តភ័ក្តិរួមចំនួនរបស់យើងនៅក្នុងសាលារៀននៅក្នុងការងារយើងត្រូវមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារមិត្តរួមអាជីពជាដើមអញ្ចឹងការទំនាក់ទំនងនេះវាជាផលប្រយោជន៍មួយដែលទាញឲ្យយើងទទួលបាននៅចំណេះជំនាញផ្សេងបាទឧទាហរណ៍មួយថានៅក្នុងសាលារៀនយើងមានមិត្តភ័ក្តិច្រើនយើងមានទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្តិយើងនៅក្នុងថ្នាក់រៀនអញ្ចឹងអ្វីដែលយើងអត់ចេះអ្វីដែលយើងចេះយើងអាច share គ្នាចែករំលែក knowledge គ្នាទៅវិញទៅមកអំពីចំណេះជំនាញផ្សេងអំពីអ្វីដែលយើងចេះយើងចែករំលែកទៅមិត្តភ័ក្តិយើងអ្វីដែលយើងមិនចេះមិត្តភ័ក្តិយើងចែករំលែកមកយើងវិញជាធម្មតាទេចំណេះដឹងនៅលើភពផែនដីរបស់យើងនេះគឺមានភាពទូលំទូលាយណាស់មិនមែនមានតិចតួចទេដែលអ្នកប្រាជ្ញតែងលើកឡើងថាចំណេះដឹងនៅលើភពផែនដីនេះប្រៀបបានដូចជាមហាសាគរហើយចំណេះដឹងដែលយើងទទួលបានក្នុងពេលបច្ចុប្បន្នប្រៀបបានដូចជាទឹកមួយដំណក់ដែលស្រក់ទៅលើទឹកសមុទ្រតែប៉ុណ្ណោះបាទអញ្ចឹងចំណេះដឹងហ្នឹងគឺមានទូលំទូលាយមែនតើអញ្ចឹងយើងម្នាក់មិនអាចចេះសពចេះគ្រប់បានទេអញ្ចឹងយើងត្រូវមានទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្តិជាមួយនឹងមនុស្សជុំវិញខ្លួនរបស់យើងដើម្បីចែករំលែកដើម្បីផ្ដល់នូវភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកដោយពាក្យខ្មែររបស់យើងគេលើកថាម៉េចនៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយបានន័យថានៅផ្ទះគឺម្ដាយរៀងខ្លួនប៉ុន្តែនៅពេលដែលយើងទៅដល់សាលានៅពេលដែលយើងទៅកាន់ទីសហគមន៍ណាមួយយើងរួមគ្នាយើងចាត់ទុកគ្នាដូចជាបងប្អូនយើងអាចរស់នៅជាមួយគ្នាប្រកបទៅដោយសុខដុមរមនាយើងមានភាពរីករាយជាមួយគ្នាយើងសហការគ្នាដើម្បីធ្វើកិច្ចការផ្សេងៗដើម្បីទទួលបាននៅការសម្រេចប្រកបទៅដោយប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងត្រឡប់មកវិញនៅក្នុងចំណុចទី1ដែលយើងនិយាយពាក់ព័ន្ធនឹងជំនាញលើការសិក្សា learning skill ហើយនៅក្នុងចំណុចទី1នេះខ្ញុំលើកកត្តាចំនួន4ដែលខ្ញុំបានបកស្រាយពីខាងដើមដែលនិយាយទី1គឺពាក់ព័ន្ធនឹងការត្រេះរិះគិតឬក៏ការគិតបែបស៊ីជម្រៅ critical thinking ចំណុចទី2គឺនិយាយពាក់ព័ន្ធនឹងភាពច្នៃប្រឌិត creativity
ហើយនឹងចំណុចទី3គឺពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ collaboration ហើយនឹងចំណុចចុងក្រោយគឺនិយាយពាក់ព័ន្ធទៅនឹងការទំនាក់ទំនង communication អញ្ចឹងនៅក្នុងចំណុចទី1នេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងបន្ថែមទៅលើចំណុចទី2ទៅលើជំនាញសតវត្សទី21ដែលនិយាយអំពីជំនាញអក្ខរកម្មនៅភាគបន្ទាប់បាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា